ថ្ងៃនេះមកវិចនំសមចេកសមជ្រូកចែកដូចថាក្រុមគ្រួសារបងប្អូនកូនក្មួយអីហូបបងប្អូនចាហើយម្ដាយខ្ញុំឯនេះវិញដូចថាគាត់ថាបើវិចខ្លួនឯងចឹងដូចថាត្រូវចិត្តបងប្អូនចាមិនសាបមិនប្រៃចាហើយថ្ងៃនេះខ្ញុំលាយអង្ករលាយសណ្ដែកអីដាក់អំបិលដាក់អីរួចហើយបងប្អូនខ្ញុំអត់បានបង្ហាញទេខ្ញុំបង្ហាញបងប្អូនតែការវិចប៉ុណ្ណោះចាហើយវិចនំសមចេកសមជ្រូករបស់ខ្ញុំនេះខ្ញុំធ្វើតាមទំនៀមទម្លាប់គ្រួសារខ្ញុំទេណាបងប្អូនចាចុះបងប្អូនដូចថាវិចយ៉ាងម៉េចដែរអញ្ចឹងណាបងប្អូនខ្ញុំដឹងច្បាស់ថាគ្រួសារខ្មែរយើងភាគច្រើនគឺចេះវិចនំសមចេកសមជ្រូកនឹងពីព្រោះនៅរដូវភ្ជុំរដូវចូលឆ្នាំអីដូចថាពីមុនមកពួកយើងតែងតែធ្វើហូបអញ្ចឹងណាបងប្អូនចាมันមាននំច្រើនដូចសពថ្ងៃនេះទេចាឲ្យតែដល់ខែភ្ជុំពួកយើងចូលចិត្តវិចសមចេកសមជ្រូកហើយនៅក្នុងគ្រួសារខ្ញុំចូលឆ្នាំក៏យើងអាចវិចបានខ្លះដែរបើសិនជាដូចថាម្ដាយឬឪពុកចឹងគាត់ចង់ភាសាចង់ហូបចឹងពួកយើងតែងតែធ្វើឲ្យគាត់ចឹងណាបងប្អូនចាប៉ុន្តែនៅរដូវចូលឆ្នាំភាគច្រើនចាមិនសូវធ្វើសមជ្រូកឬក៏សមចេកទេភាគច្រើនគឺធ្វើនំបត់នំគមដូចខ្ញុំបានប្រាប់អញ្ចឹងលុះមួយតែដូចថាម្ដាយខ្ញុំដែលគាត់ថាចូលចិត្តអានឹងបានខ្ញុំធ្វើឲ្យគាត់ហូបអញ្ចឹងណាបងប្អូនចាហើយម្ដាយខ្ញុំឲ្យតែនំខ្មែរឲ្យតែនំខ្មែរភាគច្រើនគឺគាត់ចូលចិត្តភាសាណាបងប្អូនចាបើនំដូចថាស្រួយគេចប់អីគាត់មិនសូវទេចាបើបានសមចេកសមជ្រូកហ្នឹងគឺម៉ែខ្ញុំគាត់ចូលចិត្តភាសាណាចាហើយវិចនេះថ្ងៃនេះគឺវិចគឺថារៀងច្រើនតិចដើម្បីចែកបងប្អូនកូនក្មួយក្រែងលោម្នាក់បាន1 2ចឹងណាបងប្អូនចាពីព្រោះគ្រួសារខ្ញុំគ្រួសារធំឥឡូវវិចសមជ្រូកហើយយកទៅស្ងោរមុនសិនបងប្អូនចាហើយចាំរត់មកវិចនំសមចេកម្ដងទៀតចាទំនៀមទម្លាប់ខ្ញុំឲ្យតែខ្ញុំវិចដូចថាមាននំសមចេកសមជ្រូកអញ្ចឹងគឺខ្ញុំវិចនំសមជ្រូកមុនចាបើធ្វើពីរប្រភេទអញ្ចឹងគឺខ្ញុំវិចសមជ្រូកមុនបងប្អូនចាហើយបានខ្ញុំដាក់ស្ងោរហើយបានខ្ញុំរត់មកវិចសមចេកដាក់ស្ងោរតាមក្រោយចាចុះគ្រួសារបងប្អូនដូចខ្ញុំដែរអត់ពីព្រោះខ្ញុំគិតថានំសមចេកហ្នឹងវាដូចថាតូចជាងអញ្ចឹងណាបងប្អូនចាហើយនំសមជ្រូកខ្ញុំវិចទៅរៀងត្រឹសជាងចាហើយសមចេករបស់ខ្ញុំអត់សូវចូលចិត្តដាក់អង្ករច្រើនទេចាពីព្រោះកូនពៅខ្ញុំភាគច្រើនគឺគាត់ចូលចិត្តហូបចាពេលដែលខ្ញុំវិចម្ដងគាត់តែងតែប្រាប់ថាម៉ាក់ធ្វើនំសមចេកឲ្យច្រើនពីព្រោះគាត់ចូលចិត្តចឹងណាបងប្អូនចាហ្នឹងសម្រាប់កូនពៅខ្ញុំគិតថានៅក្នុងគ្រួសារនីមួយដូចថាការហូបចុកមិនដូចគ្នាទាំងស្រុងនោះទេបងប្អូនចាអ្នកខ្លះទៅចូលចិត្តដូចថាសមចេកអ្នកខ្លះចូលចិត្តសមជ្រូកចឹងណាបងប្អូនចាដូចគ្រួសារខ្ញុំជាដើមចាឥឡូវខ្ញុំចាប់ដើមវិចនំសមចេកហើយបងប្អូនចារុំឲ្យតែបានទេបងប្អូនចាបើសិនជាស្អាតមិនស្អាតអីដូចថាកុំប្រកែប្រកាន់អីពីព្រោះខ្ញុំទៅតែចេះវិចនំដែរទេបងប្អូនពីមុនមកខ្ញុំដូចថាវិចមិនសូវបានស្អាតចឹងណាបងប្អូនទៅតែមួយរយៈនេះខ្ញុំភាគច្រើនខ្ញុំនៅផ្ទះអញ្ចឹងខ្ញុំតែងតែវិចដូចថាគ្រប់រដូវអញ្ចឹងដូចថាវាដូចថ្នាក់ដៃបងប្អូនចាពីមុនមកខ្ញុំទៅធ្វើការបាត់ខ្ញុំមិនសូវដូចថាគិតគូរអំពីការវិចនំអន្សមទេបងប្អូនបើនំគមនំបត់មិនសូវអីទេបើនំអន្សមនេះបើវិចមិនស្រួលស្ងោរទៅវារបូតរលូតចឹងណាបងប្អូនចាឥឡូវស្ងោរឆ្អិនហើយបងប្អូនចាប់ផ្ដើមមកស្រង់យកទៅទុកហើយចាចែកបងប្អូនកូនក្មួយឲ្យហូបតន់ក្តៅឥឡូវយកចាប់ផ្ដើមកាត់យកមកឲ្យម្ដាយហើយម្ដាយខ្ញុំបើសិនជានំសមនឹងដូចថានៅក្តៅគាត់ចូលចិត្តភាសាបងប្អូនចាបើរៀងតិចគាត់ថាដូចសម្រាប់គាត់ដូចអត់សូវឆ្ងាញ់ណាបងប្អូនចាខ្ញុំគិតថាមកពីទំនៀមទម្លាប់គាត់តាំងតែពីគាត់នៅក្មេងប្រហែលជាគាត់ចូលចិត្តភាសានំក្តៅអញ្ចឹងណាបងប្អូនចាលើកាត់យកទៅឲ្យគាត់ហូបចាវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណជម្រាបលា